ព្រះសង្ឃចាស់ម្នាក់នេះគ្រប់យប់ត្រូវតែបុកក្រចកមាសតែព្រះអង្គមិនមែនកំពុងហាត់វិជាឡើយក្នុងក្រចកមាសមានសត្វអាបមួយចាក់សោសត្វអាបនេះជាបងប្អូន5នាក់កើតពីម្ដាយតែមួយប៉ុន្តែពួកគេ5នាក់ប្រើភ្នែកតែមួយដូចគ្នាហេតុនេះមនុស្សទាំងឡាយបានចាត់ទុកពួកគេជាអ្នកអាបបងប្អូនទាំងនេះដើរទៅគ្រប់ទីកន្លែងសម្រាប់មនុស្សហិតមេត្តាពួកគេច្បាស់ជាចង់សម្រាប់មនុស្សទាំងអស់ដើម្បីបំបត្តិកំហឹងក្នុងចិត្តកន្លែងដែលមនុស្ស5ឈានដល់ស្មៅក៏មិនលូតឡើងគ្មាននរណារស់សល់អ្នកបំបត្តិអរិយចាស់ចូលរួមដៃគ្នាដើម្បីបំបត្តិមហន្តរាយនេះព្រោះពួកគេនឹងអរិយប្រើភ្នែកតែមួយដូចគ្នាដូច្នេះគេហៅថាអ៊ីមុកតែអ៊ីមុកបានស្រូបយកវិញ្ញាណមនុស្សរាប់មិនអស់ឥឡូវគាត់គ្មានអ្នកណាជ័យជំនះបានគ្មាននរណាបញ្ឈប់គាត់បានរហូតថ្ងៃនោះព្រះសង្ឃចាស់ម្នាក់បានបង្ហាញខ្លួនហើយបញ្ចប់គាត់បានការដែលអ៊ីមុកហ្វូជាភ្នែកអរិយបានសម្រេចមិនមែននេះទេប៉ុន្តែគាត់តែងធ្វើអំពើអាក្រក់ជាញឹកញាប់ព្រះសង្ឃចាស់បានណែនាំឲ្យគាត់បោះបង់ដាវហិង្សាហើយត្រឡប់មកវិញតែអ៊ីមុកហ្វូវិញបានប្រកាសថាប្រសិនបើមិនឆ្លងកាត់មនុស្សខ្ញុំមិនដាក់ដៃឲ្យគេចាប់ទេនិយាយចប់គាត់បានប្រើមន្ទិតមន្វីប្រហារលើព្រះសង្ឃចាស់សិតអាក្រក់កុំឲ្យហ៊ានក្រឡាប់ក្រឡើងព្រះសង្ឃចាស់ក៏មិនអត់ធ្មត់ពួកគេភ្លាមគាត់ចាប់ផ្ដើមអានមិនបង្កើតជាឯករាជ្យការពារបន្ទាប់មកមុនជាច្រើនបានបំបែកឆ្លងកាត់ឯករាជ្យនោះនៅលើក្បាលរបស់1.5បានបង្កើតជាកញ្ចក់មាសមួយចំណុចពេល1.5ដឹងខ្លួនគាំទ្រឲ្យកណ្ដុរមាសធ្លាក់ពីមេឃបង្ការឲ្យខ្យល់នៅក្នុងនោះបន្ទាប់មកព្រះសង្ឃចាស់បានដើរជុំវិញកណ្ដុរមាសហើយវាមួយកន្ត្រាក់ដោយដៃព្រះពុទ្ធបន្ទាប់មកលោតឡើងកម្ពូលកណ្ដុរមាសវិញហើយសូត្រព្រះមហាករុណាភ្លាមនោះជុំវិញកណ្ដុរមាសពោពេញដោយអក្សរសិល្ប៍បង្កើតជាត្រារិតបន្ទឹងមួយបន្ទាប់មកព្រះសង្ឃចាស់លោតចុះពីកណ្ដឹងមាសហើយវាយដៃមួយតែព្រះអសុរកម្មភ្លាមបំបែកកណ្ដឹងមាសចេញពេលពុកធូលីស្រទាប់បានលែងចេញអីមុខបានបំលែងទៅជារូបចម្លាក់5ក្បាលតែការស្ដាំនេះមិនអាចគ្រប់គ្រងអីមុខបានទេដូច្នេះព្រះសង្ឃចាស់សម្រេចចិត្តដាក់គាត់ចូលក្នុងសៀវភៅចាប់អារក្សកិនជាងអីមុខ8បិទសូមអភ័យទោសរយៈពេល1000ឆ្នាំហើយបញ្ចូលទៅក្នុងបញ្ជីប្រាក់ខែរបស់យក្សមិនចាំបាច់រងចាំលទ្ធផលពីការតាក់ទាញសត្វឃ្មុំទេដើមដៃផ្កាប់កាយអ្នកក្លាហានមិនអាចចូលទៅក្នុងពិភពមនុស្សបានទេបន្ទាប់ពីឆាកមួយត្រូវបានបិទចោលក្មេងប្រុសតូចម្នាក់ដែលលាក់ខ្លួនក្នុងទម្រង់ស្មៅបានចេញមកព្រះសង្ឃចាស់បានលុបចោលអនុស្សាវរីយ៍របស់គាត់ភ្លាមហើយដាក់ឈ្មោះគាត់ថាយិនអ៊ីព្រោះក្នុងភូមិនេះមានតែគាត់ម្នាក់ប៉ុណ្ណោះដែលរស់រានមានជីវិតដូច្នេះព្រះសង្ឃចាស់បាននាំគាត់ត្រឡប់ទៅវត្តវិញភ្លាមកន្លងទៅ20ឆ្នាំតែក្នុងរយៈពេល20ឆ្នាំនេះព្រះសង្ឃចាស់មិនដែលបង្រៀនគាត់អំពីវុទ្ធសិល្បៈអ្វីទេប៉ុន្តែតែងឲ្យគាត់កាត់អក្សរព្រះគម្ពីរលើសាលាជ្រឹតរៀងរាល់ថ្ងៃរៀងរាល់យប់រហូតដល់ថ្ងៃនោះមានព្រឹត្តិការណ៍ចម្លែកកើតឡើងក្នុងវត្តព្រះពីដៅមាសនៅក្នុងវត្តបានហូរទឹកភ្នែកចេញមកព្រះពីដៅមាសហូរទឹកភ្នែកនេះពេលព្រះសង្ឃចាស់មានអារម្មណ៍ថាមិនប្រសើរឡើយគាត់ហៅចិត្តសន្តិភាពភ្លាមហើយប្រគល់សត្វក្តាន់ចម្លែកឲ្យគាត់បញ្ជាឲ្យគាត់យកនោះចុះភ្នំទៅយកទៅវត្តធំនេះមិនអាចបើកឡើយទេសូមចងចាំថាត្រូវដើរតាមកូនក្តាន់តូចដឹងថា20ឆ្នាំនេះព្រះសង្ឃចាស់តែងតែសូត្រធម៌នៅមុខអេក្រង់លេខ5និងសូត្រព្រះគម្ពីរសង្ឃចង់ឲ្យអេក្រង់5ប្រែចិត្តតាមព្រះគម្ពីរដើម្បីឲ្យវាមកផ្លូវត្រឹមត្រូវវិញប៉ុន្តែអេក្រង់5លេងល្បែងបន្លំព្យាយាមភ្ញាក់ឡើងវិញព្រះសង្ឃដោយសារតែខ្ញុំបំផ្លាញវានៅឆ្នាំនោះបានទុកស្នាមដៃនៅទីនោះពេលបញ្ចូលស្នាមដៃទៅក្នុងសាលាបុរាណខ្ញុំបានបញ្ជាក់រួចហើយគ្រាន់តែច្បាប់ត្រឹមត្រូវប៉ុណ្ណោះសូម្បីបើវាប្រែក្លាយជាភ្នែកអាក្រក់តើអាចធ្វើអ្វីបានទេព្រះពុទ្ធមានស្រក់ទឹកភ្នែកអាក្រក់មានអំណាចប្រហែលជាហេតុការណ៍មួយឆ្នាំនោះឈើវេទមន្តដែលបានបោះចោលបានក្លាយជាអ្នកអាបតែស្ថានភាពពិតប្រាកដស្មុគស្មាញជាងដែលព្រះសង្ឃចាស់គិតច្រើនណាស់ឈើវេទមន្តស៊ូគីម៉ៃមិនមែនរៀងមនុស្សទេប៉ុន្តែវានៅក្លាយជាគ្រូព្រះរាជាណាចក្រហើយមានល្បិចផងព្រះបាទបានឲ្យគាត់បង្រៀនវិធីរស់អមតៈហើយនៅមុខព្រះបាទក៏និយាយថាព្រះសង្ឃចាស់នោះហើយជាអ្នកបង្រៀនថ្នាំអមតៈជីវិតបន្ទាប់មកគាត់បានប្រើអំណាចដែលព្រះមហាក្សត្របានផ្ដល់ឲ្យចាប់ផ្ដើមចាប់សង្ឃយ៉ាងធំធេងគោលបំណងគឺដើម្បីស្វែងរកព្រះសង្ឃចាស់បិទមិនអាចកំបាំងឆាក5បញ្ចុះម្ចាស់ឲ្យភ្ញាក់ឡើងវិញមិនយូរទេពួកគេបានរកឃើញព្រះសង្ឃចាស់នៅវត្តវឡុងដោយសារតែឈើអាបត្រូវបានប្រើឈ្មោះរាជដើម្បីចាប់គាត់ព្រះសង្ឃចាស់គ្មានជំរើសត្រូវចូលចិត្តឲ្យគេចាប់ធ្លាក់ចូលដៃឈើអាបប៉ុន្តែបើគាត់ចង់ឲ្យអ្វីមួយកើតឡើងវិញគាត់ត្រូវតែធ្វើឲ្យគាត់ល្បីលើផ្លូវចាប់អាបគាត់បានផ្ញើមនុស្សទៅទីក្រុងដើម្បីផ្សព្វផ្សាយព្រះសង្ឃចាស់ត្រូវបានចាប់មិនគិតថាវាបានបណ្ដាលឲ្យចិត្តសន្តិភាពចេញមកពិតប្រាកដលោកគ្រូចិត្តសន្តិភាពរត់លឿនឧបករណ៍អរិយឃើញស្ថានភាពនេះបើការវាយប្រហារទៅលើពួកគេភ្លាមចិត្តសន្តិភាពមានជំនួយពីមនុស្ស2នាក់ក្បែរក៏ពួកគេមិនអាចប្រជែងឧបករណ៍អរិយបានទេជាមួយនឹងចិត្តសន្តិភាពវិញគ្មានអំណាចអ្វីឡើយដើម្បីជួយចិត្តសន្តិភាពអរិយការត្រូវឧបករណ៍អរិយចាប់ក៏បរងារឹងមាំចិត្តសន្តិភាពគ្មានជំរើសត្រូវតែយកក្តារដាក់សត្វក្រពើចេញមកមិនគិតសោះថាឈើវេទមន្តនោះត្រូវការឲ្យគាត់ដុតក្តារដាក់សត្វក្រពើនៅទីនោះលោកម្ចាស់មិនអាចជឿគាត់បានទេប្រសិនបើគ្មានក្តារដាក់សត្វក្រពើទេវតាច្រើនអ្នកនឹងក្លាយជាអមតៈមនុស្សសាមញ្ញក៏មិនអាចជឿបានដែរហាឥឡូវនេះអ្នកមិនមានជំរើសទេដោយគ្មានជំរើសចិត្តសន្តិភាពមានមេត្តាត្រូវបង្ខំយកក្តានសត្វតោខ្នងក្រពើចោលចូលក្នុងចំហុយភ្លើងក្នុងពេលតែមួយផ្លេតសត្វអាបកំបាំងបុរាណជាច្រើនត្រូវបានដោះលែងចេញភ្លាមហើយឥតឈប់ឥតឈរឥឡូវនេះ5ក៏បានភ្ញាក់ឡើងវិញផងដែរ20ឆ្នាំហើយពេញមួយ20ឆ្នាំគួរតែបន្ទោសអ្នកបូជាប្រពន្ធទេ
ហាហាហាមនុស្សម្នាក់មកដល់ប្រញាប់ប្រឹងប្រើពេលនេះនាំព្រះសង្ឃចាស់រត់ចេញពីទីនេះពេលចេញក្រៅព្រះសង្ឃចាស់ប្រាប់ថាអ្នកមួយភ្នែកបានបំបែកស្នាមបិទហើយវត្ថុច្រើនទៀតមិនទាន់រួមបញ្ចូលគ្នាទេត្រូវបិទស្នាមឲ្យបានលឿនបំផុតត្រឹមតែអ្នកទាំងអស់គ្នាសង្ឃឹមថាអាចរារាំងខ្ញុំពេលនេះព្រះសង្ឃចាស់បានប្រញាប់បញ្ជូនវិធីសាស្ត្រទាំងអស់របស់ខ្លួនទៅកាន់រៀនអីទាំងស្រុងរៀនអត្ថបទសាសនាលើសាលាច្រើនជាង20ឆ្នាំក៏បានចូលទៅក្នុងរាងកាយរបស់គាត់ទាំងអស់នៅពេលនេះដែរមើលទៅព្រះសង្ឃចាស់បានរៀបចំផ្លូវអនាគតសម្រាប់រៀនអីជាមុនស្រាប់ហើយ